ការបង្កើតបែងបបាជាមួយ Flutter គឺជារឿងងាយស្រួលតែប៉ុណ្ណោះនៅពេលនេះនៅពេលដែលយើងប្រើ anti gravity ជាឧទាហរណ៍ខ្ញុំនឹងឲ្យ anti gravity បង្កើត project មួយជាមួយនឹង function មួយចំនួនអញ្ចឹងជាមុនដំបូងខ្ញុំនឹងឲ្យវាធ្វើការ analyze ជាមួយនឹង implementation MD សិនចំណុចក្នុងនេះវាបាន generate ថាចេញមកហើយមានដូចជា project initialization initialize Flutter project set up folder structure core setup feature implementation ហើយនឹង verification ចំណុចពេលនេះគឺយើងអាចធ្វើការ proceed វាបានចាប់ផ្ដើមបង្កើត project ចឹងឥឡូវនេះវាបានបង្កើតចប់ហើយយើងអាចចូលមើលកូដនៅក្នុងនោះសិនចឹងឥឡូវនេះកូដនៅក្នុង project integrity on fix ឲ្យហើយយើងធ្វើការតេស្តវាជាមួយនឹង simulator សិនឥឡូវនេះ app របស់យើងចេញមកហើយគឺនៅក្នុងគឺមានបង្ហាញពី total balance quick action ដូចជា transfer scan QR bill មាន card មាន transferអញ្ចឹងគឺពិតជាងាយស្រួលក្នុងណាស់ក្នុងការបង្កើត project ជាមួយនឹង anti gravity ចំពោះ source code ខ្ញុំនឹងដាក់ link ចូលទៅក្នុង description របស់ YouTube video បើសិនជាអ្នកនរចូលចិត្តកុំភ្លេចចុច like subscribe ផងហើយនឹងកុំភ្លេចជួយ subscribe YouTube channel របស់ខ្ញុំផងបើសិនជាអ្នកនរមានចម្ងល់អីអ្នកនរធ្វើការ comment នៅខាងក្រោមបានអរគុណ